អាយ៉ាហ៊ានបោះពាក្យមកឃីមបូរ៉ាបងប្អូនប្រហែលជាចង់ភ្លក់កំដប់ដៃឬកែងយ៉ាងមើលទៅបងប្អូននេះមានឃីមបូរ៉ាត្រូវមានឈ្មោះប្រកួតនៅក្នុងសង្វៀន TVK នៅក្នុងសប្តាហ៍នេះតែម្ដងគឺជាដៃគូចាស់របស់កីឡាករពេជ្រអាទិទើបតែម្ដងបងប្អូនអញ្ចឹងភារកិច្ចលើកនេះត្រូវធន់តិចហើយប៉ះឃីមបូរ៉ាខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមានចម្ងល់ហើយនឹងមានមន្ទិលសង្ស័យសម្រាប់ដៃគូរបស់ឃីមបូរ៉ានៅក្នុងសប្តាហ៍នេះដោយសារគាត់គឺជាម្ចាស់ខ្សែក្រវ៉ាត់គឺជាសេរីចាស់មួយរូបនៅក្នុងទម្ងន់60ណាបងប្អូនហេតុអីបានយកដៃគូពេជ្រអាទិទើបមកបងប្អូនអូនត្រូវយល់ត្រង់ចំណុចថាសប្តាហ៍ថ្ងៃនេះបងប្អូននៅក្នុងទម្ងន់57គីឡូពេជ្រអាទិទើបស្ទើរតែវាយរៀបឯបងប្អូននៅស្រុកខ្មែរទោះបីមិនទាន់ប៉ះបឺតសង្ឃឹមមែនណាប៉ុន្តែពេជ្រអាទិទើប credit មករយៈចុងក្រោយនេះគឺខ្លាំងតែមែនទែនកងចេញមករៀមពិបាកទប់នឹងពេជ្រអាទិទើបណាបងប្អូនប៉ុន្តែកីឡាករមួយរូបនេះអាចទប់ទល់ជាមួយនឹងពេជ្រអាទិទើបវាយកងចេញម្រាមវាយចប់ទឹកទៀតបងប្អូនតែបើយើងប្រៀបធៀបទៅប្រហែលឆ្នាំមុនអាទិទើបมันអាចប្រៀបធៀបជាមួយនឹងមាសឃីមបូរ៉ាបានទេបងប្អូនឃីមបូរ៉ាគឺជាកីឡាករល្អក្បាច់ល្អចាប់ល្អអីមកចប់តែម្ដងគឺជាកីឡាដែលជួមុខនៅក្នុងការ៉េតអេនៅក្នុងស្រុកខ្មែរនៅក្នុងទម្ងន់60តែឥឡូវនេះត្រូវមានភារកិច្ចមកត្រៀមប៉ះដៃគូចាស់របស់ពេជ្រអាទិទើបដែលធ្លាប់មានប្រវត្តិប្រកួតនៅទឹកដីកម្ពុជា2ដងប៉ះខែមច័ន្ទនិងប៉ះពេជ្រអាទិទើបអញ្ចឹងបើយើងនិយាយពីសមត្ថភាពរបស់កីឡាករឡាទីយ៉ាមីឡេនេះគឺជាកីឡាករមួយរូបដែលល្អមកយ៉ាងដែរបងប្អូនបើតាមយើងនិយាយទៅណាហើយគូនេះពិតជាសមគ្នាបងប្អូនហើយគីឡូ57បើសិនជាយើងនិយាយទៅគាត់រៀងស្ទើរគីឡូគាត់ផងបងប្អូនបើគាត់មកគីឡូ60វិញម្ដងនេះប្រកាសជាធ្ងន់តែមែនតើបងប្អូនអញ្ចឹងសង្ឃឹមថាឃីមបូរ៉ានឹងមានក្បាច់ពិសេសអ្វីមកត្រៀមការប្រកួតជាមួយនឹងកីឡាករឡាទីយ៉ាមីឡេនេះបាទមកឲ្យកងក្រៅសង្វៀននៅ TVK នៅវិញស្រីផ្ទាល់តែម្ដងបងប្អូនហើយសម្រាប់ការប្រកួតនៅថ្ងៃទី25ទី26ខែតុលាឆ្នាំ2025ចាប់ពីវេលាម៉ោង6កន្លះតទៅបងប្អូនហើយទីតាំងនោះគឺបងប្អូនធ្លាប់ស្គាល់ហើយនៅសួនសហកម្មទី1បាទនៅអគារវឌ្ឍនៈឃ្លាំងអ៊ីនៅបណ្ដោយផ្លូវវែងស្រេងនឹងឯងបងប្អូននៅរាជធានីភ្នំពេញបាទអញ្ចឹងត្រៀមទាំងអស់គ្នាបងប្អូននៅក្នុងនោះមិនមែនមានតែមាសឃីមបូរ៉ាតែម្នាក់ទេបងប្អូននៅមានកីឡាករផ្សេងទៀតនៅក្នុងចុងវីដេអូខ្ញុំនឹងបញ្ជាក់បងប្អូនប៉ុន្តែនៅក្នុងព្រឹត្តិការណ៍មួយដែលអស្ចារ្យនៅបាស TVK នេះខ្ញុំឃើញចាប់អារម្មណ៍មានគីងកុងមានអាប្អូនថៃកាត់ថៃចេញនៅសល់អាប្អូនខ្មែរបាទអញ្ចឹងក៏ក្នុងនោះក៏មានកាន់មេងហុងត្រូវប៉ះជាមួយនឹងកីឡាករនីកូឡាស់បាទអញ្ចឹងត្រៀមទាំងអស់គ្នាបងប្អូនមកពីប្រទេសរួមគ្នាជាមួយនឹងដៃគូឃីមបូរ៉ាដែរខុសគ្នាមួយថ្ងៃបងប្អូនគ្រាន់តែមួយថ្ងៃសៅរ៍ទី25មួយទីថ្ងៃអាទិត្យទី26បាទព្រឹត្តិការណ៍2ថ្ងៃជាប់គ្នានៅសង្វៀន TVK ចាប់ពីវេលាម៉ោង6កន្លះតទៅហើយក្នុងនោះក៏មានអ្នកបងប្អូនកាក់ក្តារនេះពីថាល្អជើងឥឡូវនេះមកប៉ះកីឡាករមួយរូបនេះដូចគ្នាគូប្រិយមិត្តកំពុងតែតន្ទឹងរង់ចាំដូចគ្នាធន់មានជ័យដែលគេហៅថាអាប្អូនថៃកាត់អក្សរថៃចេញនៅសល់អាប្អូនខ្មែរនឹងឯងបាទអញ្ចឹងត្រៀមទាំងអស់គ្នាបងប្អូនសុជីវីរៈនេះក៏មិនធម្មតាដែរក្នុងនោះក៏មានកីឡាការិនីធុនស្រីណែតដែលត្រៀមប៉ះជាមួយនឹងកីឡាការិនីមួយរូបទៀតហើយក៏មានកីឡាករផ្សេងដូចជាកូនសិស្សគ្រូធុនសុភាមានកូនសិស្សគ្រូក្រាក់សំផស្សមានក្រាក់គុំគួនមានកូនសិស្សគ្រូឡោសំណាងអីចឹងទៅបងប្អូនអញ្ចឹងព្រឹត្តិការណ៍2ថ្ងៃនេះដឹងតែក៏ក្រៅហើយបងប្អូនឃីមបូរ៉ាកាន់ដៃកាន់មេងហុងទៅប្រកួតនៅផ្លូវវែងស្រេងឲ្យបងប្អូនទស្សនាដូចរដងអ្វីបិទថារដងលេងនៅក្នុងសង្វៀននៅក្នុងហលតែលើកនេះចេញក្រៅឲ្យបងប្អូនចូលរួមទស្សនាបានច្រើនកកម្ដង TVK មិនធ្វើពុកម៉ែបំផុសកំណងឡើយឥឡូវចុងក្រោយបងប្អូនអាចទៅស្ដាប់កីឡាករដៃគូរបស់ឃីមបូរ៉ាគាត់និយាយអ្វីទៅកាន់ឃីមបូរ៉ានៅចុងវីដេអូនេះ Kimura, watch out, come out, strong.